នេះមកហូបនេះបងប្អូនប្រហែលជាអ្នកខ្លះក៏ធ្លាប់ដឹងអ្នកខ្លះក៏មិនធ្លាប់ស្គាល់អញ្ចឹងណានេះមកហូបតាមស្រុកស្រែបងប្អូននឹងជំនាន់ចុងទសវត្ស80 90សមូណានៅស្រុកខ្ញុំប៉ុន្តែឥឡូវនេះចង់ហូបគឺពិបាករោណាបងប្អូនប៉ុន្តែបើសិនតែបងប្អូនបានវិញណាក្រុមឬក៏គេហៅថាពួកក្រុមប្រភេទក្រុមចំពោះទាហ្នឹងយកមកឆាក្តៅក៏បានបងប្អូនយកមកអាំងហើយដាក់ទឹកត្រីឬទឹកស៊ីអ៊ីវទឹកជ្រលក់អីក្នុងហ្នឹងហើយអាំងទៅឆ្ងាញ់ណាបងប្អូនតែខ្ញុំថ្ងៃនេះអត់ពេលទេចឹងខ្ញុំធ្វើឆាក្តៅយកមកបងប្អូនចូលចិត្តដាក់ម្ទេសហូបម្ទេសបងប្អូនដាក់ម្ទេសរៀងច្រើននេះទៅបើបងប្អូនមិនចូលចិត្តម្ទេសមិនចេះហូបម្ទេសបងប្អូនមិនបាច់ដាក់ម្ទេសទេគឺហូបទៅដឹងតែឆ្ងាញ់បងប្អូននឹងប៉ុន្តែគាត់ថាដូចខ្ញុំធ្លាប់និយាយចឹងណាមនុស្សវាចំណង់ចំណូលចិត្តខុសគ្នាបើបងប្អូនខ្លះចូលចិត្តគ្រឿងសមុទ្រសាច់បងប្អូនខ្លះចូលចិត្តសាច់គោសាច់ជ្រូកអញ្ចឹងទៅសាច់មាន់សាច់ទាបងប្អូនខ្លះចូលចិត្តម្ហូបស្រែតាមស្រុកស្រែធម្មជាតិអញ្ចឹងទៅចំណែកខ្ញុំនឹងស្អីក៏បានដែរបងប្អូនប៉ុន្តែគាត់ថាបើសិនតែយើងបានម្ហូបអញ្ចឹងគឺឆ្ងាញ់តែម្ដងបងប្អូន